បាទចំពោះបញ្ហាការឆាប់ចេញទៅការឆាប់ចេញទៅកាមហ្នឹងគឺគិតរយៈពេលបើសិនជារយៈពេលដែលគាត់គេងជាមួយគ្នានឹងរយៈពេលដែលជុំវិញ1នាទីឲ្យតែថាគាត់គេងជាមួយដៃគូទៅមានរយៈពេលជុំវិញ1នាទីអាចតិចជាង1នាទីឬក៏លើសពី1នាទីអីនឹងជុំវិញហ្នឹងបានន័យថាគេកំណត់ថាអ្នកនឹងឯងគឺជាមានបញ្ហាការឆាប់ចេញទៅកាមហើយបាទពីព្រោះការឆាប់ចេញទៅកាមហ្នឹងគឺជាបញ្ហាសុខភាពផ្លូវភេទបរិសុទ្ធមួយដែរចំពោះបញ្ហាចំពោះអាយុនេះវាអាស្រ័យទៅលើបទពិសោធន៍របស់បរិសុទ្ធផ្ទាល់តែម្ដងពេលខ្លះបរិសុទ្ធដែលមិនដែលមានទំនាក់ទំនងផ្លូវភេទក៏អាចមានដូចថាគាត់ទើបតែនឹងចាប់ដើមគេងជាមួយដៃគូលើកដំបូងក៏វាអាចជាបញ្ហាជួបប្រទះទៅលើបរិសុទ្ធនឹងដែរប៉ុន្តែបរិសុទ្ធដែលមានគ្រួសារហើយមានដៃគូហើយក៏គេប្រទះឃើញទៅលើជំងឺហ្នឹងកើតទៅលើបរិសុទ្ធហ្នឹងដែរបាទអញ្ចឹងបានន័យថាអាចកើតមានគ្រប់បរិសុទ្ធតែម្ដងបាទមូលហេតុដែលគេសង្កេតឃើញភាគច្រើនគឺអ្នកដែលមានបញ្ហាការរលាកនៅក្នុងបង្ហូរនោមបាទពីព្រោះកាលណារលាកក្នុងបង្ហូរនោមគឺបានន័យថាអ្នកនឹងឯងមានបញ្ហាធ្វើឲ្យការឆាប់ចេញទៅកាមបញ្ហាទី2គឺឲ្យតែស្បែកចុងនឹងគឺរឹបខាងចុងខ្លាំងឬក៏លំបាកប្រឡាត់ក៏ជាមូលហេតុធ្វើឲ្យបរិសុទ្ធនឹងមានការឆាប់ចេញទៅកាមដែរបញ្ហាទី3គឺបរិសុទ្ធណាដែលមានស្បែកចុងនឹងក្រិនឬក៏ប្រេះឬក៏អ្នកនឹងឯងមានអាសាអាលៀកនៅជុំវិញខាងចុងហ្នឹងណាទាំងស្បែកក្តីទាំងខាងចុងនឹងក្តីក៏ធ្វើឲ្យគាត់នឹងឆាប់ចេញទៅកាមដែរឬមួយទៀតគាត់អត់មានជំងឺអីទាំងអស់ប៉ុន្តែតកតងទៅនឹងអារម្មណ៍ឬក៏គេហៅថាចិត្តសាស្ត្រនៅក្នុងឬក៏គេថាបញ្ហាផ្លូវចិត្តអញ្ចឹងក៏អាចធ្វើឲ្យគាត់មានជំងឺនឹងដែរហើយមួយទៀតគឺតកតងទៅនឹងអេរិយាបថនៃការរួមភេទរបស់គាត់បើសិនជាអេរិយាបថនៃការរួមភេទរបស់គាត់ដូចថាសម្រុកខ្លាំងពេកអាហ្នឹងក៏ជាបញ្ហាធ្វើឲ្យឆាប់ចេញទៅកាមដែរហើយនឹងមួយទៀតចំពោះបរិសុទ្ធណាដែលខ្សោយផ្លូវភេទក៏ច្រើនតែជួបបញ្ហាការឆាប់ចេញទៅកាមនឹងដែរបាទចំពោះផលវិបាកដែលកើតឡើងក្រោយពីយើងឆាប់ចេញទៅកាមនេះទី1គឺធ្វើឲ្យខ្លួនឯងផ្ទាល់ហ្នឹងគឺមានបញ្ហាផ្លូវចិត្តមួយណាបញ្ហាផ្លូវចិត្តដោយថាគាត់ដោយសារគាត់ដូចថារយៈពេលនៃការគេងជាមួយដៃគូឬក៏គេងជាមួយដៃគូហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងមិនពេញចិត្តទៅនឹងការរយៈពេលនៃការរួមភេទឬក៏ធ្វើឲ្យពេលខ្លះគាត់គេថាអៀនខ្មាស់ទៅនឹងដៃគូថែមទៀតផងដោយសារអីដោយសារគេងជាមួយដៃគូដល់ពេលដៃគូថាបងអីក៏ឆាប់មិនអីចឹងទៅអញ្ចឹងពេលខ្លះពាក្យហ្នឹងទៅមួយម៉ាត់ធ្វើឲ្យបរិសុទ្ធហ្នឹងគឺថាអន់ចិត្តខ្លួនឯងតែម្ដងបាទអញ្ចឹងការដែលថាមានបញ្ហាហ្នឹងធ្វើឲ្យជាពិសេសធ្វើឲ្យមានបញ្ហាពេលខ្លះមែនតើបើសិនជាមិនយោគយល់គ្នាទាំងពីរនាក់ទាំងដៃគូខាងប្រុសទាំងដៃគូខាងស្រីអាចធ្វើឲ្យស្នេហានឹងបែកបាក់ដែរបាទដោយសារអីដោយសារដូចថាការបំពេញសេចក្តីតម្រូវការគ្នាទៅវិញទៅមកហ្នឹងមិនបានគ្រប់គ្រាន់នេះគ្រាន់តែជាផ្នែកមួយទេប៉ុន្តែតាមពិតទៅបើសិនជាមានបញ្ហាអញ្ចឹងគឺយើងរួមគ្នាទាំងអស់គ្នាមកដោះស្រាយព្យាបាលទៅវាអត់អីទេណាបាទខាងស្រីក៏មកជំរុញឲ្យដៃគូមកព្យាបាលខាងប្រុសក៏មកព្យាបាលជាមួយនឹងគ្រូពេទ្យឯកទេសទៅបញ្ហាហ្នឹងគឺយើងដោះស្រាយបានទេបាទ SP Clinic ដៃគូបង្កើតក្តីសុខសុភមង្គលបែបធម្មជាតិ Mother of Natural Fertility Care